សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះច័ន្ទសកលរៀនថ្នាក់ទី 7A នៃសាលាអនុបង្គំ1ថ្ងៃនេះខ្ញុំបានរៀបរាប់អំពីប្រជែងនៅកម្ពុជាយល់ដឹងហើយប្រជែងនៅកម្ពុជាគឺមានច្រើនបែបណាស់តែថ្ងៃនេះខ្ញុំនិយាយអំពីប្រជែងដែលមានសារៈប្រយោជន៍នេះគឺជាដើមត្នោតនេះគឺជាដើមជ្រៃនេះគឺជាដើមផ្លោកនេះគឺជាដើមឈើដែលដងនៅលើទូប្រាសាទនេះគឺជាដើមដូងនេះគឺជាដើមកស៊ូដែលដាំជាចង្ការនេះគឺជាដើមព្រីងនេះគឺជាដើមជ្រៃនេះគឺជាដើមចន្ទរៃនេះគឺជាដើមជ្រៃដែរនេះគឺជាដើមកង្កាដើមច្រកវាមានសារៈប្រយោជន៍ច្រើនណាស់តែយើងរៀនមិនទេអានេះគឺជាដើមខ្នោតដែលកំពុងផ្លែយ៉ាងក្រកាលនេះគឺជាអ្នកដើរឆ្លងកាត់ព្រៃនៅកម្ពុជាដើម្បីមើលទេសភាពយ៉ាងស្រស់បំព្រងជាដើមខ្នុរហើយនេះជាផ្កាយសម្រាប់អំពីអ្នកកាប់ដើមឈើជាដើមដែលគឺកង្កាលនេះគឺជាការចូលរួមដាំដើមឈើការបង្កើតដើមឈើគឺជាដើមពពាយអខាពពាយនេះគឺជាការចូលរួមដាំដើមឈើជាដើមជាបរទេសដែលនេះគឺជាដើមស្វាយដែលមានផ្លែយ៉ាងប្រកាសនេះគឺជាដើមអរគីដេនេះគឺជាដើមខ្នុរដែលមនុស្សកំពុងតែបេះវានេះគឺជាដើមកង្កាលដែលដុះនៅខេត្តសៀមរាបគឺនៅក្នុងកំពង់ភ្លុកនេះគឺជាដើមដូងដែលអ្នកសិក្សាកំពុងដាំនេះគឺជាដើមស្វាយដែលស្លឹកវាកំពុងលូតលាស់យ៉ាងត្រកុំត្រកាលជាការចូលរួមដាំដើមឈើរបស់ប្រជាជនហើយពួកយើងគួរតែចូលរួមដាំដើមឈើទាំងអស់គ្នាដើម្បីការពារពេលមានគ្រោះចង្រៃណាមួយហើយយើងគួរតែថែរក្សាវាឲ្យគង់វង្សដើម្បីនៅថ្ងៃអនាគតយើងអាចរស់នៅយ៉ាងសុខសប្បាយឃើញទេនេះគឺជាការស្រឡាញ់របស់ភ្ញៀវទេសចរតែមានចំណុចស្រឡាញ់និងថែរក្សាដោយពួកគេដែរហើយថ្ងៃណាមួយវានឹងផ្ដល់ប្រយោជន៍ឲ្យយើងវិញខ្ញុំសូមសំណូមពរឲ្យអ្នកទាំងអស់គ្នាជួយថែរក្សាព្រៃឈើនិងដាំព្រៃឈើដែលគេកាប់ឲ្យបន្តពូជពង្សហើយប្រទេសកម្ពុជាយើងនឹងសម្បូរភ្ញៀវទេសចរនៅពេលយ៉ាងក្រាស់ក្រែលនិងមានការទាក់ទាញយ៉ាងខ្លាំងហើយខ្ញុំក៏សូមអរគុណចំពោះអ្នកដែលខំថែរក្សាព្រៃឈើឲ្យមានភាពគង់វង្សសូមអរគុណ